Rướng sầm lanh pì nẹ Cá pì prê niê miên bò rắc pì nẹ chí sầm lanh nâng khnia Đi dê sân ya khnia thá Cá bà dương miên bờ pồn hơi Anh cái đấy bà miên trọp sầm bát Trâu dương chừng chầm khnia từ bình từ mốc Sân ya khnia hơi Dư bần tạch tớ sầm lanh mùi miên bờ pồn cụp lẹ Sầm lanh tìm mùi tiết miên bờ pồn khát lẹ Với lý giúp cho đầm này xâm lanh đam miên bờ pồn cụp lẹ nút Nì dì khnia nâng bà đấy bờ pồn thà Dương rọc xì ấy ở miền chắc bờ pồn thà Chẳng rọc xì ấy Rứ pra khňom ai tờ bánh rùi lụa đố Khňom tờ tùa tam Mình hiên tờ tầng tòa chặt nẹ tê Lúc còn lòng mọc phê cho đầm này chụp cài tiệt Và đấy nì dây nâng bờ pồn thà Miệng ơi Ba cất khơi rập bò mùi mốc Bà bán đôi cùm nất nâng miền miệt bạc tà tóc thả đời nghi Bờ pồn xua bà đầy thà Cất phương đách nâng ban ngây mình lẽ Bà đầy bạc bờ pồn thà Chỉ chán chân nằm bạc hơi Nước nông sầm mót miên sầm pơ nẹ chầm nuôi cướp bờ tê Khla sọc sập bài, khla linh lông rập bò trọp sập xa rập pơ Miệt bạc cóp nợ bát sầm mót nụ chán Dương cất nông khné tờ bạch tức sầm mót nụ ấy rinhក្រអ្វីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រៃធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហៀមស្រានេះនឹងឯងដាំបាយដូចដាក់កញ្ជើឲ្យមានម្ហូបនិងស្លាម្លូផងយើងទៅបាច់ទឹកសមុទ្រអីរីងប្រពន្ធឬប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីដោយស្រួលទៅប្តីកាន់កញ្ជើមួយខំបាច់ទឹកទៅលើគោកបាច់តទៅដល់ពេលបាយទៅឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាយទៀតដល់ល្ងាចទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាយទៀតតតែល្ងាចទៅនាំគ្នាមកផ្ទះវិញបាយបានចំនួន5ថ្ងៃប្តីក៏ចោលបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបានដូច្នោះយើងនាំគ្នាខំបាច់ទៅបាយយូរណាស់ត្រឹមកន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតយើងត្រូវកកាយយកមាសប្រាក់តុកថាសចានក្បានដែលមាននៅក្នុងសំពៅទាំងប៉ុន្មានដែលលេចលងមកយូរឆ្នាំនោះមិនដឹងបានយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាយទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆាក្នុងសមុទ្រស្ដាប់ឮដំណើរសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជានឹងស្លាប់ម្ដងនឹងហើយគាត់តែយើងនាំគ្នាទៅទូស្ដេចត្រីសមុទ្រទៅព្រោះជីវិតអត់ហើយយើងនាំគ្នាហើយទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបរិះប្តីប្រពន្ធមកបាច់ទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលចូលទៅនោះថាឯងរាល់គ្នាយកមាស5ក្រឡប្រាក់5ក្រឡនិងតុកថាសផ្ដាល់ចានទៅឲ្យបរិះប្តីប្រពន្ធអង្វរឲ្យគេលែងបាញ់ទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាហែលមកដល់បរិះប្តីប្រពន្ធអង្វរសុំឲ្យលែងបាញ់ទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់ក្រឡមាសប្រាក់តុកថាសផ្ដាល់ចានឲ្យបរិះប្តីប្រពន្ធបរិះប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់បាច់នាំប្តីប្រពន្ធជញ្ជូនរបស់ទៅផ្ទះលុះត្រាតែអស់បរិះប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនកង់ក្កើងរុងរឿងបានសេចក្តីសុខរៀងទៅបរនាពីសម្លាញ់ដែលមានប្រពន្ធខាត់លះគាត់ភ្លុកនឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លះលុះឡើងដល់លើផ្ទះឃើញគេនៅរាប់អានចាំចិត្តស្និទ្ធស្នាលដូចពីដើមគាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយត្អូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសប្តាហ៍ថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីចំនួនអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាច់ទឹកសមុទ្រតែ2នាក់នឹងប្រពន្ធអញពេលព្រឹកទេភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាច់ទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញ
ស្ដេចត្រីភ័យបង្គាប់ឲ្យត្រីជាបរិវារពំមាសប្រាក់និងរបស់របរគ្រប់មុខមកឲ្យអញឯសម្លាញ់មានប្រពន្ធខាត់លះដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លះគេក៏ឲ្យយកប្រាក់ទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបរិះនោះនិយាយនឹងប្រពន្ធថាព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនាំគ្នាទៅបាចទឹកសមុទ្រឲ្យមានមាសប្រាក់របស់របរទ្រព្យដូចសម្លាញ់យើងលុះភ្លឺឡើងមេខាត់លះជាប្រពន្ធបានជាក្រោកបង្កាត់ភ្លើងឆេះហើយបានបើកខាប់វល់អង្គកំពុកមួយទូកដៃយកអង្គទៅលាងកំពុកមួយទូកដៃទៀតច្រកអង្គក្នុងឆ្នាំងកំពុកទៀតលុះដុតជាត់បាយក៏កំពុកទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងតតែថ្ងៃនេះហើយទើបដួសដាក់កញ្ជើហើយបណ្ដាប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបាចចំនួន5ថ្ងៃអស់វងមច្ឆាតូចធំផ្អើលផិតភ័យនិយាយគ្នាថាបរោះប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងវងចាំមើលចាំស្ដាប់ប្រពន្ធខាត់លះបោកល្អីដែលបាចទឹកនោះហើយថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញខ្ចីទេអញលែងបាចហើយឆ្លុះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោលប្រពន្ធប្រកាច់ចំបាប់គ្នាប្រទេសសម្ពុតគ្នាទៅវិញទៅមកតតែ